អ្នកទាំងអស់គ្នានាងខ្ញុំជាគ្រូបង្រៀនថ្នាក់ទី1នៅក្នុងមជ្ឈមណ្ឌលអប់រំនៃអង្គការមិត្តសម្លាញ់ថ្ងៃនេះខ្ញុំលើកយកឧបករណ៍សិក្សាមួយផ្នែកវិទ្យាសាស្ត្រដែលមានចំណងជើងថាខ្លួនប្រាណយើងឧបករណ៍នេះដែលមានពណ៌បៃតងជាសម្គាល់មុខវិជ្ជានេះគឺត្រូវនឹងកម្រិតថ្នាក់ទី1ដែលមានរូបប្រៀបជាសម្គាល់មេរៀននេះយើងត្រូវធ្វើការងារជាក្រុមដែលមានវត្ថុបំណងប្រាប់ផ្នែកផ្សេងៗរបស់មនុស្សនឹងមានសម្ភារៈ Word បានពាក្យហើយនឹងกระดาษរាមធំៗសម្រាប់ឲ្យពួកគេគូរូហើយមកខាងនេះគឺជាដំណើរការនៃការបង្រៀនដែលនឹងប្រព្រឹត្តទៅនៅពេលឥឡូវនេះមើលចាំនេះហើយមួយអាក្រុមនោះហើយ3ឆាប់ឡើងដាក់ពាក្យហើយដាក់ពាក្យយូរណាស់អត់តែអស